គោរពជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះយ៉ានបុប្ផាមកពីថ្នាក់ខ2ចឹងថ្ងៃនេះដែរគឺយើងមកនិយាយពីមេរៀនទី1យុទ្ធការបច្ចេកទេសនៃការអនុវត្តស្តង់ដារចឹងយើងចូលចំណុចរបស់យើងចឹងចំពោះសេចក្តីផ្ដើមគឺក្រសួងអប់រំយុវជននិងកីឡាណាកំពុងកំណែតម្រង់ស៊ីជម្រៅលើគ្រប់វិស័យជាពិសេសនៅកម្រិតសាលារៀននិងថ្នាក់រៀនសម្រាប់រយៈពេល5ឆ្នាំគឺចាប់ពីឆ្នាំ2019ដល់ឆ្នាំ2023ដើម្បីចូលរួមក្នុងកំណែតម្រង់នេះក្រសួងបាននឹងកំពុងធ្វើកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីសម្រេចឲ្យបាននូវគោលដៅអប់រំប្រកបដោយជីវភាពនិងការអប់រំប្រកបដោយគុណភាពសមភាពបរិក្ខាបទនិងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នាជាពិសេសដើម្បីបង្កើនគុណភាពអប់រំនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សាធានាឲ្យបាននូវគុណភាពសិក្សាគុណភាពបង្រៀនសម្ភារៈឧបទេសធនធានរូបប័ណ្ណធនធានរូបវ័ណ្ណធនធានមនុស្សក្នុងសាលារៀនសុខភាពរបស់សិស្សការចូលរួមរបស់សហគមន៍មេដាបេដាសិស្សនិងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអភិវឌ្ឍសាលារៀនចា៎អញ្ចឹងក្រសួងបានធ្វើកំណែតម្រង់ទាំងអស់ហ្នឹងដើម្បីឲ្យមានស្តង់ដារជាងមុនចា៎អញ្ចឹងយើងចូលចំណុចបន្តទៀតចឹងការអនុវត្តស្តង់ដារកម្រិតសាលារៀនហ្នឹងគឺមាន2គឺការរៀបចំវិញ្ញាសាលក្ខណៈស្តង់ដារមួយហើយនិងការអនុវត្តដំណើរការគ្រប់គ្រងតេស្តដោយលក្ខណៈស្តង់ដារចា៎ចឹងចំពោះការអនុវត្តស្តង់ដារនៅត្រូវបានគេបែងចែកជា3គឺមានតេស្តស្តង់ដារប្រចាំខែតេស្តស្តង់ដារប្រចាំត្រីមាសនិងតេស្តស្តង់ដារប្រចាំឆោមាសចឹងចំពោះតេស្តស្តង់ដារប្រចាំខែហ្នឹងគឺសាលារៀនឬក៏គ្រូបរិញ្ញាបត្រហ្នឹងត្រូវរៀបចំធ្វើតេស្ត1ដងក្នុង1ខែនៅក្នុងអំឡុងពេលខែនៅក្នុងអំឡុងសប្តាហ៍ទី4នៃខែនីមួយៗឬពេលវេលាសមស្របណាមួយដែលបានកំណត់ដោយសាលានីមួយៗហ្នឹងឯងឬក៏កំណត់ដោយក្រសួងអីចឹងទៅចា៎អញ្ចឹងចំពោះតេស្តស្តង់ដារប្រចាំត្រីមាសហ្នឹងគឺសាលារៀនត្រូវរៀបចំធ្វើតេស្តប្រចាំ3ខែម្ដងនៅចុងត្រីមាសទី3និងចុងត្រីមាសទី1ចាសំទោសនៅចុងត្រីមាសទី1និងចុងត្រីមាសទី3ដែលបានកំណត់ដោយសាលានីមួយៗហ្នឹងឯងចឹងចំពោះតេស្តស្តង់ដារប្រចាំឆមាសគឺសាលារៀនត្រូវរៀបចំធ្វើតេស្តប្រចាំឆ្នាំប្រចាំ6ខែម្ដងចាចឹងដូចយើងប្រឡងឆមាសចឹងណាដូចយើងរៀននៅថ្នាក់ទី12ឬក៏រៀននៅថ្នាក់ទី11ហ្នឹងយើងមិនប្រឡងឆមាស2ដងចាចឹងឆមាសទី1ឆមាសទី2អញ្ចឹងទៅចាចឹងយើងចូលចំណុចបន្តទៀតចឹងយន្តការអនុវត្តតេស្តនៅកម្រិតសាលារៀនហ្នឹងបែងចែកជា3ដំណាក់កាលដូចគ្នាគឺមុនពេលធ្វើតេស្តអំឡុងពេលធ្វើតេស្តហើយនិងក្រោយពេលធ្វើតេស្តអញ្ចឹងយើងទៅមើលទាំងអស់គ្នាចាអញ្ចឹងមុនពេលធ្វើតេស្តស្តង់ដារហ្នឹងដំបូងគឺយើងត្រូវរៀបចំនឹងផែនការនៃការរៀបចំចាអញ្ចឹងផែនការនៃការរៀបចំហ្នឹងគឺគណៈគ្រប់គ្រងសាលាត្រូវដឹកនាំលោកគ្រូអ្នកគ្រូក្រុមការងាររៀបវិទ្យាសាស្ត្រតេស្តហ្នឹងនិងអត្រាកំណែគ្រប់មុខវិជ្ជាហ្នឹងឲ្យបានរួចរាល់យ៉ាងហោចណាស់មួយសប្តាហ៍មុនថ្ងៃធ្វើតេស្តនៅរក្សាការសម្ងាត់ជៀសវាងការបាច់ធ្លាយវិញ្ញាសាមុនធ្វើតេស្តចឹងទៅចាអញ្ចឹងបើសិនជាបាច់ធ្លាយអាហ្នឹងគឺយើងអាចធ្វើជាការបានទេអញ្ចឹងយើងអាចត្រូវបន្ថែមឬក៏ធ្វើម្ដងទៀតអីចឹងទៅអញ្ចឹងមួយទៀតគឺការរៀបចំវិញ្ញាសាតេស្តមាន4ដំណាក់កាលរួមមានដូចជាបំណែកចាយកម្មវិធីការកំណត់គម្រោងលម្អិតវិញ្ញាសាតេស្តការតាក់តែងសំណួរតេស្តនិងការចងក្រងវិញ្ញាសាតេស្តអញ្ចឹងយើងចូលបន្តទៀតនៅលើអំឡុងមុនពេលធ្វើតេស្តហ្នឹងដដែលគឺកិច្ចការរដ្ឋបាលមុនពេលធ្វើតេស្តចាអញ្ចឹងមុនពេលធ្វើតេស្តហ្នឹងគឺមានកិច្ចការរដ្ឋបាលច្រើនណាស់ដូចជារៀបចំកាលវិភាគសម្រាប់ធ្វើតេស្តប្រចាំខែប្រចាំត្រីមាសនិងប្រចាំឆោមាសអញ្ចឹងទៅរៀបចំប្លង់តុបញ្ជីឈ្មោះសិស្សទៅតាមលំដាប់ហើយនឹងបិទផ្សាយនៅតាមបន្ទប់នីមួយៗរៀបចំបំណែកចែកភារកិច្ចទៅគណៈកម្មការមេប្រយោគគណៈកម្មការកណ្ដាលគណៈកម្មការត្រួតពិនិត្យអគារគណៈកម្មការអនុរិយដោយបដូរមិនឲ្យនៅបន្ទប់តេស្តដែលមានសិស្សមកពីថ្នាក់របស់ខ្លួនទេចាអញ្ចឹងបន្តមកទៀតគឺរៀបចំគណៈកម្មការកំណែតម្រង់គណៈកម្មការស្រង់បូកបន្ទុកនិងផ្ទៀងផ្ទាត់លទ្ធផលថតចម្លងវិញ្ញាសាឲ្យបានរួចរាល់ទៅតាមចំនួនសិស្សនៅក្នុងបន្ទប់នីមួយៗហ្នឹង ចឹងក្នុងករណីមិនមានលទ្ធភាពអាចប្រើប្រាស់វិធីនេះទៀត
cứ dương ai sẽ xe tới lượt ở cái đá khiến rồi còn cái đá đang thủng thùng bàn nó về để dương phải lón rồi còn thưa tay sang ngày chẳng dương cho nội thọ tiết cứ tó ca phải chống năng nè từng ca nghĩa chẳng một nộp bê thưa tay nó cứ dương thở phải chống sần đồng bay ở miền ở tận nè từng ca nghe cho mùi năng công ca nghe bảo dưỡng chẳng đôi chia ở bên trong này nó cái này cam ca xem bị tuần ti bọc luôn chẳng tử đầm bay đọc sai nó bên bành hà na mùi cả lần tết cứ dân đang thao mình nè ní chỉ nè căn tuần ti nó mình bên mình tuần ở hạt ấy ban chỉ miền bành hà na cả lần chẳng ai còn đọc sai và còn đọc sai chứ cứ ở cái này cam ca rồi cái này rịp trăm nó chỉ nè đọc sai tỏ cho đầm nắng bị cá phơi tết đó xã hạ cốm ở nhà thó miền nam bị nhà sát đừng nè bẹp quan tầng ở đời pra cũng chiều ba đôi chia chúng tôi tam telegram tam facebook rồi có cả bên sai của mình xem rồi có đầm nắng xem năng ai chun đầm nắng đó sơ sai nữa sắc để ban thừa tẻ dạng hỏi na hỏi ban mùi sập đà một chân đôi pe lòng bạn bông rồi có ở vô lòng trang khai chân tới từ tha lòng chào miếng hay tìm mà chân ơi cái này các con slap và có chỉ rịp sang tục môn này hay là ban phép sao tha ô sập đá cao dương trâu lòng trong mẹ tỉ mũi vậy cho dương thử mơ mê riêng chẳng tận chạy rịp trong một bất sai bọt mình chia tay nọ đập bay lòng đập bay nghe rồi chẳng như cho nội của to tiết môn năng mấy cứ dương vậy bị môn pe thua tẻ ở lỡ dương màu mơ âm lòng pe thua tay đó chẳng đập bay ở ca thua tay rồi tao của con để phèo cho tiết thọ đầm là phèo này đượcพอตัวโยมานุคือสลายตระดิบจอมหนาการดูเชียจมใครมุ้ยมันหนุนหนาการจับดาวใช่จังคือยังเถอะไปจมใครมุ้ยไอ้เตะต้องจมูกหนังการสร้างของวัดตัวเมียเนี่ยมาหรือก็อดขณะการมาการเซ็งเซ็งโดยเชียครูอันอะไรจังเติมมาหรืออดให้บ้าบ้านใจบ้านการเงินนั่งเอากอดไอ้สำหรับสมรู้อาจจะหาก็มาหยาทอดได้ไม่ได้ไปได้นะให้เนี่ยเปียกปอนนะสเก็ตดำน้ำการละออจ้าดำน้ำการทั่วไปสมตัวคือดำน้ำการทั่วไปไอ้ก็ซ้ำเปรียบเส้นเส้นอะไรดูเชียบัญชีหมุดซ่าไอ้กระซังเปียกปอนจมูกนังซ่าซ้ำเปรียบดูเชียจำใบดูเชียไปคลาเตอร์ยังเถอะเส้นนั่นเลยกระดาษเขียนยังมีโค้ดมีอะไรจังแต่ดูกับอะไรซอยจังแต่จังเป็นหลังไว้ในบรรทุกทั่วไปตบตูกับไอ้จังเตอร์ยังมาแทงโอ้นักขนมนั่งเมียนไอ้หรือก่อเมียนไอ้แหละนักขนมนั่งจังเตอร์ยังไอ้ตัวเชงแบนในตอนเปรี้ยจังโจต่อเตี้ยคืออันบอลไปเชียร์ไต้ขนมนั่งนักขนมไต้ขนมในการถือไต้เราไปกับจนมุนไปจับดังถือไต้จังเงยสู้ไปได้เขาไอ้เต้คือยังแมนอันหนังไอ้ผู้กองสตาร์พายใหญ่จ้ะต่อมาเตี้ยคือเราไปเหยียดซ่าเราไปกับจนหรือก็ยังสเซ่จำลองเหยียดซ่านั่นเลยกระดาษเขียนหรือก็เถยกระดาษเขียนดำใบไปกับจนนั้นจะลองแต้มหรือก็อันเต้ให้โยน้องการถือต่อติดจังเต้ไอ้ไปกับจนมุนไปปอมเหมือนเซนเซนจ้ะจังไปกับจนเถิงเป็นโปรเมนเซนเซนชุ่มสลาชุ่มมุกในค่ายช่างกันนาจะหัดเลยค่าตามโมเชนหนึ่งแต่ก็เตรียมมองจับด้านหนึ่งมองหัวจับจ้ะกรุบกร้องดำนาการถือเตะเอาบันตั้งรังผมพอดคือเอาไอ้อันหนึ่งงัดจะใจเคลียลุยจำลองเคลียมือเคลียไอเตะจ้ะต่อมาเตี้ยสร้างวัตถุเมียนไปกับจนไปเรียนรอเมาถือเตะหรือก่อตามโมเชนในมวยมวยปลอดสัญญาหรือปลาไปกับจนแพ้สอดดับรำตีเตี้ยโดยเปบักดมจังเป็ดลองเต้คือเกณฑ์นำปลาสัญญาท่าโอ้ในซอยดับปรามในตีเตี้ยคือดอมเมาหนึ่งไอ้จ้ะโปรโมทสลักไก่กาปอกไปกับจนให้ตอนเตี้ยตัวนั่งเดือดซาตุกสลักไก่กาดับไปกับจนในกลายเดินเป็นสวัสดิภาพจ้ะเจ้ามันนั่งเหมือนยืงที่ไอปีอำลองเป็ดทั่วแต่หายหรือยืงมาโชว์มือกลายเป็ดทั่วแต่หลอกจ้ะจังกลายเป็ดทั่วแต่คือเมียนที่มวยนั่งคือดำนากากำไหนจ้ะจังจะพูดดำนากากำไหนนั่งตัวบ้องคือเกยเถอไปจงใครมันสั่นดำใบตรุษเป็นนัดสร้างอวัตเมียนเนี่ยมากายนั่งถึงหนึ่งให้ประตอมันเตี้ยปินนัดหนึ่งรอบจำนวนสลักไก่กาบอกไปกับจนจ้ะจังยืงรอบเตอร์ทำเมียนหมันเป็นได้กายให้คือเงี้ยสูหนึ่งรอบเตี้ยแท้บ่อสันจิบัดไอ้มุ้ยคือยังไงดังไงแท้ให้ไอ้มันจิบัดจังเตอเจ้าเลยสงัดหนึ่งกัดกับบ้านสลักไก่กาจ้ะจังโดยสลักไก่กาบอกซอกจังก็จะมีกับบ้านเราหรือนั่งไงจังยังกัดเตอดอกใบเงี้ยสูท่าโอ้บ่สันจิซักบอกกอดหรือก็ซักบอกขู่มันเนี่ยนี่จังเตอเกิดเป็นการหลงเอี้ยงให้เป็นได้กายหรอจ้ะจังกายสลักไก่กาซักโดยกรุบตามกับอัตรากำไรเหมือนยังแจ้งแต่กายแต่คือยังเตอกายแต่ตามอัตรากำไรđểเก็บบ้านกำหนดมาท่าโอ้ใช่บันเตอร์ใช่บันเตอร์เตอจังยังกายเตอเวียมีดำลาเพียบไปจ้ะจังตีปีนู้คือการโบกสองจังการโบกการดำนาการโบกสองจ้ะส
ស្រង់បូកបន្ទុកបច្ចុប្បន្ននីមួយៗហ្នឹងឲ្យមានសុក្រិតភាពអញ្ចឹងដំបូងគេមិនត្រូវបូកដៃសិនពេលដែលបូកដៃហើយគេស្រង់ដាក់នៅក្នុងកុំព្យូទ័រដើម្បីរក្សាទុកទិន្នន័យហ្នឹងហើយផុសតាំងនឹងទៀតអញ្ចឹងបូកបន្ទុកតាមមុខវិជ្ជាបច្ចុប្បន្នដើម្បីបំលែងទៅជា ABCD អាចអញ្ចឹងទៅហើយបន្តមកទៀតយើងគណនាបន្ទុកសរុបប្រសាសន៍នឹងឯងហើយចេញជាលទ្ធផល ABCD ហ្នឹងទៅបន្តមកទៀតរៀបចំបញ្ជីលទ្ធផលតេស្តហើយចិញ្ចឹមក្រោយហ្នឹងគឺការផ្សព្វផ្សាយលទ្ធផលអញ្ចឹងការផ្សព្វផ្សាយលទ្ធផលគឺគណៈគ្រប់គ្រងហ្នឹងគណៈគ្រប់គ្រងសាលាហ្នឹងគឺប្រជុំម្ដងទៀតហើយបន្តមកបានបិទផ្សាយហើយបិទផ្សាយជាលក្ខណៈផ្ទៃក្នុងនៅក្នុងសាលាឬក៏ចាបិទផ្សាយនៅក្នុងផ្ទៃក្នុងសាលាហ្នឹងទៅចាអញ្ចឹងបន្តមកគឺការប្រើប្រាស់លទ្ធផលអញ្ចឹងការប្រើប្រាស់លទ្ធផលហ្នឹងគឺប្រជុំរួមនឹងប្រជុំតាមមុខវិជ្ជាឯកទេសនីមួយៗដើម្បីឲ្យដឹងថាហេតុអីបានជាពេលដែលប្រសិទ្ធធ្វើតេស្តទៅបាននីតិបែបនេះវាអត់សូវបានល្អអញ្ចឹងទៅយើងប្រជុំទៅមួយគ្រូដទៃទៀតប្រជុំជាមួយសហគមន៍ណាអាជ្ញាធរដែនដីមេដាបិតាបន្តមកទៀតគណៈកន្លែងនេះគឺជាភារកិច្ចដ៏ចំណុយចំពោះមេរៀននេះគឺខ្ញុំយល់បានប៉ុណ្ណឹងហើយអ្វីដែលខ្ញុំបានរៀននៅក្នុងថ្ងៃនេះគឺថាការអនុវត្តតេស្តរង្វេតម្លៃនៅកម្រិតសាលារៀនហ្នឹងគឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងវិស័យអប់រំនៅគ្រឹះស្ថានអប់រំចំណេះដឹងទូទៅនៅសាធារណៈនឹងឯងអញ្ចឹងយុទ្ធការនេះចំពោះយុទ្ធការនៃយុទ្ធការបច្ចេកទេសនៃការអនុវត្តចែកចេញជា3ដំណាក់កាលគឺដំណាក់កាលមុនធ្វើតេស្តអំឡុងពេលធ្វើតេស្តនិងក្រោយពេលធ្វើតេស្តចា៎អញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងទេលោកគ្រូអរគុណជម្រាបលា